ការ៉ូនេះរលងដូចកញ្ចក់ភ្លឺខ្លាំងណាស់នៅសម័យខាងសំបីតែមួយដុំក៏មន្ត្រីជាន់ខ្ពស់ដណ្ដើមគ្នាដែរមិននឹកស្មានថាគេយកមកក្រៅដីឲ្យមនុស្សដើរជាន់បែបនេះសោះពិតជាខ្ជះខ្ជាយរបស់មានតម្លៃណាស់បងស្រីប្រញាប់មកទីនេះមកពិសាចឯងពិតជាខ្លាំងធំមែនយើងបន្លំជាខ្លួនយើងលាក់ខ្លួនក្នុងជញ្ជាំងតើឯងចង់ធ្វើអ្វីព្រះនាងឆាំងលឺនេះហៅថាកញ្ចក់ធ្វើពីកញ្ចក់គុណភាពខ្ពស់ស្រោបប្រាក់មិនមែនមិនអាគុណទេមើលចុះវាជារបស់ពិតតើកញ្ចក់សន្និដ្ឋតែត្រង់ប្រើរាល់ថ្ងៃច្បាស់បែបនេះទេគឺមួយលើលោកនេះពិតជាមានរបស់ពិសេសបែបនេះមែនងារគ្រូទឹកក្នុងភូមិគ្រឹះលោកម្ចាស់ទេពមានរបស់ទេពបែបនេះផងបងស្រីបងប្រុសខ្ញុំថានេះហៅថាទឹកម៉ាស៊ីនគឺក្រុមហ៊ុនទឹកម៉ាស៊ីនជាអ្នកបញ្ជូនមកបងស្រីមកលាងដៃឲ្យក្រអូបមកនេះហៅថាពុះទេពចុះក្រុមហ៊ុនទឹកម៉ាស៊ីននោះជាក្រសួងគ្រប់គ្រងទឹកនៅឋានសុខមែនទេសូនប្រហែលជាអញ្ចឹងហើយជារបស់រដ្ឋតើនេះជាសត្វចម្លែកអ្វីទៀតហើយតើវាចង់ស៊ីសត្វលោកមែនទេព្រះនាងសូមស្ងប់ចិត្តវាគ្មានស៊ីមនុស្សទេវាសម្រាប់ប្រើកាប់ឆ្កាដីតែប៉ុណ្ណោះតាមពិតទៅទោះបីជាយើងជាខ្សែរាជវង្សខាងរស់ក្នុងភាពស៊ីវិល័យក៏នៅតែមិនអាចរស់នៅបានថ្លៃថ្នូរស្មើនឹងអ្នកបម្រើម្នាក់ក្នុងភូមិគ្រឹះនេះដែរកញ្ចក់វិសេសនេះហាក់ដូចជាឆ្លុះឃើញដល់ព្រលឹងនិងភាពស្ញប់ស្ញែងក្នុងចិត្តយើងអញ្ចឹងបងស្រីមកលាងដៃឲ្យក្រអូបមកព្រះបតាយើងជាអធិរាជក្រុងរាជលើផែនដីមានម្ហូបឆ្ងាញ់រាប់មិនអស់តែក៏មិនស្មើនឹងសមុទ្រធម្មតាមួយចានតែលោកម្ចាស់ទេពធ្វើដោយផ្ទាល់ដៃដែររបស់នេះឈ្មោះថាទឹកសន្សើមឋានសុខតែមានបង្កប់នៅខំពរន្ទះនេះឬជាខំពរន្ទះប្រហែលជាអត្ថន័យបែបនឹងហើយបងស្រីញ៉ាំនេះមកបងប្រុសថាសាច់គោនេះឆ្ងាញ់ណាស់មិនមែនដែកមិនមែនត្បូងតើនេះជារបស់អ្វីទាំងនេះគឺសម្រាប់ពួកអ្នកនេះជាអាវុធទេពដែលសង្គ្រោះជីវិតអ្នកមនុស្សនេះជាថ្នាំទឹកសម្រាប់បញ្ចុះកម្ដៅនិងបាត់ឈឺចាប់ព្រះនាងជំងឺហឺតរបស់ទ្រង់គឺដំពូជពីព្រះមាតាអាការៈទ្រង់ធ្ងន់ធ្ងរណាស់ទៅហើយស្មានថាអាការៈព្រះមាតាប្រហែលជាកាន់តែអាក្រក់ព្រះមាតាពិតជាពិបាកក្នុងខ្លួនណាស់លោកម្ចាស់ទេព